សូមជូនរៀងហង្សក្បាលពីរក្នុងសាសនាព្រះសម្ពុទ្ធព្រះនាមកស្សបៈមានស្រីម្នាក់មានចិត្តស្មោះត្រង់ស្នេហាចំពោះស្វាមីរបស់ខ្លួនតែងគោរពប្រតិបត្តិចំពោះស្វាមីដូចជាស្រីទីបអប្សរគោរពបម្រើព្រះឥន្ទ្រាធិរាជពុំដែលឲ្យមងឆ្កងត្រង់កេតណាមួយឡើយថ្ងៃមួយស្ត្រីនោះបាននាំស្វាមីចាត់ចែងទានថ្វាយដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយតាំងសេចក្តីប្រាថ្នាថាក្នុងជាតិខាងមុខបន្ទាប់អំពីជាតិនេះទៅសូមឲ្យបានការជាបរិះរាល់ជាតិហើយសូមឲ្យការជាប្អូនរួមផ្ទៃនិងស្វាមីរបស់ខ្ញុំម្យ៉ាងទៀតបើយើងខ្ញុំទាំងពីរនាក់ផ្លត់គតិទៅការជាទេរឆានសូមឲ្យមានខ្លួនជាប់គ្នាមានក្បាលពីរកុំខានឡើយព្រះសម្ពុទ្ធទ្រង់ធ្វើភក្តានុមោទនាហើយស្ដេចត្រឡប់ទៅអារាមជាមួយនឹងព្រះសង្ឃជាបរិវារវិញអជនទាំងពីរនាក់ស្វាមីភរិយាលុះដល់កសិជីវិតបានទៅកើតជាកុមារក្នុងត្រកូលមហាសិទ្ធិមួយជាតិព្រាហ្មណ៍មហាសាលមួយជាតិខត្តយៈមហាសាលមួយជាតិកើតរួមផ្ទៃជាមួយគ្នាជាកូនភ្លោះនាងភរិយាកើតជាប្អូនប្រុសស្វាមីជាបងប្រុសកុមារទាំងពីរមានសេចក្តីរាប់អានស្រឡាញ់គ្នាជាទីបំផុតបន្ទាប់ពីជាតិនោះមកផ្លាត់គតិទៅកើតជាសត្វហង្សមាសមានខ្លួនព្រែកជាប់គ្នាមានក្បាលពីរស្លាប4ជើង4នៅអាស្រ័យក្នុងព្រៃហេមពាន្តក្បែរស្រះបោកក្រណីមួយតែងទៅរកចំណីអាហារជាមួយគ្នាពុំដែលទាស់តែងខ្វាញ់គំនិតគ្នាឡើយថ្ងៃមួយមានថ្មព្រៃម្នាក់បានឃើញហង្សមាសក្បាលពីរនោះក៏កើតសេចក្តីអស្ចារ្យពន់ពេកទើបត្រឡប់ទៅក្រាបទូលដល់ព្រះបាទពារាណសីសូមព្រះរាជទានទោសព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងទូលព្រះបង្គំបានប្រទះឃើញសត្វដ៏អស្ចារ្យមួយនៅក្នុងព្រៃហេមពាន្តសត្វអស្ចារ្យយ៉ាងដូចម្ដេចចូលប្រាប់យើងមកជាសត្វហង្សមាសមានរស្មីភ្លឺចេញចាច់ហើយចម្លែកអស្ចារ្យបំផុតនោះគឺវាមានក្បាលដល់ទៅពីរព្រះអង្គអស្ចារ្យណាស់យើងចង់ឃើញសត្វនោះផ្ទាល់ភ្នែកចូលឯងទៅចាប់ហង្សក្បាលពីរនោះយកមកថ្វាយយើងឲ្យបានយើងនឹងប្រទានរង្វាន់យ៉ាងច្រើនដល់ឯងទទួលព្រះរាជបញ្ជាប្រោគ្រានោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជាព្រះបាទពារាណសីទ្រង់បានព្រះសណ្ដាប់ពាក្យនោះហើយក៏ប្រើថ្មព្រៃឲ្យទៅចាប់ហង្សក្បាលពីរនោះយកមកថ្វាយថ្មព្រៃក៏ទៅចាប់បានយកមកថ្វាយដោយព្រះរាជាបំណងធំសម្បើមណាស់iaមិនដែលឃើញសត្វណាវិសេសនឹងមានឫទ្ធិអំណាចដូចនេះទេក្នុងលោកស្ដេចទ្រង់សពព្រះរាជាហឫទ័យណាស់បានប្រទានរង្វាន់ដល់ធ្មើព្រៃនោះជាច្រើនទើបប្រគល់ហង្សមាសក្បាលពីរនោះឲ្យព្រះអគ្គមហេសីយកទៅចិញ្ចឹមព្រះអគ្គមហេសីបានឲ្យជាងធ្វើទ្រង់មាសដាក់ហង្សនោះហើយទ្រង់ប្រទានលាជនឹងទឹកឃ្មុំដាក់លើថាសមាសឲ្យស៊ីតែរាល់ថ្ងៃ
ថ្ងៃមួយព្រះនាងទេវីបានចូលទៅក្រាបទូលព្រះបាទពារាណសីអំពីគំនិតចង់បំបែកហង្សនោះ ព្រះអង្គខ្ញុំម្ចាស់គិតថាប្រសិនបើហង្សដ៏ធំនេះអាចបំបែកជាពីរបាននោះយើងនឹងមានសត្វវិសេសដល់ទៅពីរមួយទុកក្នុងវាំងមួយទៀតទុកឲ្យរាសមើលនោះកិត្តិយសព្រះអង្គនឹងល្បីឡាទ្វេដង ជាគំនិតដ៏ប្រសើរតែសត្វនេះធំនឹងជាប់គ្នាស្អឹកណាស់តើធ្វើដូចម្ដេចទើបបំបែកបាន ព្រះបាទពារាណសីទ្រង់យល់តាមមតិរបស់ព្រះនាងទើបបង្គាប់ឲ្យកោះហៅអាមាត្យទាំងឡាយមកប្រជុំគ្នា អស់លោកអាម៉ាតចូលមើលហង្សដ៏ធំនេះចុះតើអ្នកណាមានសមត្ថភាពអាចបំបែកពួកវាបានអ្នកណាអាចបំបែកហង្សនេះឲ្យបែកចេញពីគ្នាបានដោយឥតមានគ្រោះថ្នាក់យើងនឹងឲ្យរង្វាន់ជាច្រើនដល់អ្នកនោះ ក្នុងចំណោមអាមាត្យរាប់រយនាក់គ្មាននរណាម្នាក់ហ៊ានទទួលយកកិច្ចការដ៏លំបាកនេះឡើយពេលនោះមានអាមាត្យម្នាក់ជាអ្នកឆ្លាស់វៃក្នុងឧបាយកលបានថ្វាយដំណឹងដល់ព្រះរាជាថា សូមក្រាបបង្គំទូលព្រះអង្គដ៏ខ្ពង់ខ្ពស់ទូលព្រះបង្គំជឿជាក់ថាអាចបំបែកហង្សនេះបានដោយមិនបាច់ប្រើអាវុធអ្វីឡើយ ព្រះរាជាក៏សពព្រះរាជាហរិត័យប្រគល់កិច្ចការនេះទៅឲ្យគាត់ចាត់ចែងថ្ងៃមួយអាមាត្យនោះបានរៀបតាក់តែងខ្លួនយ៉ាងស្អាតបាតដើម្បីអនុវត្តផែនការរបស់ខ្លួនមុននឹងចូលទៅក្នុងវាំងបានបង្ហាញខ្លួនឲ្យហង្សទាំងពីរដឹងថាទៅគាល់ព្រះរាជាលុះត្រឡប់មកវិញទើបអោនខ្សឹបចិត្តក្បាលហង្សម្ខាងនិយាយខ្សោៗតិចៗធ្វើហាក់ដូចជាប្រាប់រឿងកំបាំងអ្វីមួយហើយជាចេញទៅឯហង្សម្ខាងទៀតឃើញដូច្នោះហើយមានសេចក្តីសង្ស័យណាស់ទើបសួរទៅហង្សជាសម្លាញ់ថា អំបាញ់មិញនេះអាមាត្យខ្សឹបប្រាប់រឿងកំបាំងអ្វីដល់ងាក់ចូលប្រាប់គ្នាផងឥតមានប្រាប់ការអ្វីទេគ្រាន់តែលឺខ្សោៗមិនដឹងជាគេថាដូចម្ដេច ហង្សម្ខាងទៀតឮដូច្នេះហើយតូចចិត្តណាស់ទើបនិយាយថា សម្លាញ់ឯងមិនគួរលៀកនឹងគ្នាសោះគ្នាពិតជាឃើញអាមាត្យនិយាយប្រាប់ឯងនឹងភ្នែក ទោះបីហង្សម្ខាងនិយាយប្រាប់យ៉ាងណាក៏មិនជឿចេះតែទទួចសួរជាញឹកញយថ្ងៃក្រោយអាមាត្យទឹកស៊ឹបក្បែរត្រចៀកហង្សនោះទៀតហង្សម្ខាងសង្ស័យក៏សួរដូចមុនហង្សម្ខាងប្រាប់ថាខ្ញុំមិនឮអ្វីទេហេតុដូចម្ដេចបានចេះតែសួរខ្ញុំចាប់តាំងពីពេលនោះមកហង្សទាំងពីរក៏ឆ្លក់ប្រកែកគ្នាកាន់តែខ្លាំងឡើងដរាបដល់ជេរប្រតិចហើយទៅទាស់ស្លាប់ជឹកគ្នាជាខ្លាំងដោយអំណាចសក្តិក្រោធសរីរៈកាយនៃហង្សក៏រហែកចេញពីគ្នាជាពីរចំណែកអាមាត្យឃើញដូច្នោះហើយក៏នាំយកហង្សទាំងពីរទៅថ្វាយព្រះបាទពារាណសីព្រះអង្គបានទតឃើញមានសេចក្តីសោមនស្សពន់ពេកទើបព្រះរាជទានស្រុកសួយមួយឲ្យជារង្វាន់ហើយទ្រង់ត្រាស់សួរថា អ្នកធ្វើដូចម្ដេចបានជាហង្សបែកចេញពីគ្នាសំបីតែយកមកដាក់ចិត្តគ្នាក៏មិនបាន អាមាត្យក្រាបទូលតាមការដែលខ្លួនបានធ្វើទ្រង់បានព្រះសណ្ដាប់ពាក្យនោះហើយក៏មានព្រះតេយ្យសង្វេគតកស្លុតពន់ពេកទើបមានព្រះរាជអង្គការថា អោណូអាវុធគឺពាក្យញុះញង់ក្លាហានណាស់តើអាចពូបំបែករូបធម៌និងអរូបធម៌ឲ្យបែកចេញពីគ្នាបានក្នុងលោកនេះឥតមានអាវុធណាដែលឃ្លាវខ្លាស្មើនឹងពាក្យញុះញង់នេះឡើយ ប្រជុំជាតកថ្មព្រៃក្នុងការនោះគឺឆន្ទថេហង្សមាត្រទាំងពីរគឺគិរីមាននន្តថេនិងកាលុតិយថេអាមាត្យអ្នកឈ្វេល្វៃក្នុងឧបាយកលគឺសារីបុត្តថេព្រះបាទពារាណសីគឺព្រះសម្មាសម្ពុទ្ធរឿងនេះដល់ស្រង់ចេញពីព្រះត្រៃបិដកសាច់រឿងក៏ចប់ត្រឹមតែប៉ុណ្ណេះសូមជួយចុច like subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវរឿងថ្មីៗទៀតសូមអរគុណ